mà vọt trường phnom nằm phía sâu thô chẳng thể này bột thề nó sẽ tệ tham mê nó sẽ tệ sang khê nó sẽ tệ xây la nó sẽ tệ trà kia nó sẽ tệ tê và ta nó sẽ tệ nó sẽ tệ và mùi nó chê bị hê là thô và bề rây dẹ thêm ốc bạc sầm ma nó sẽ tệ rồi lật là đầy ngọt ốc bạc sầm mạ nóจะเตรียมเป็นก็น่ะmẹ rồi na sẽ tệก็chỉ cả rồi lật là đầy slam để dân gặp đầy nực rồi lật đó chỉ cái đầy sạp nó chỉ tu từ tôi chỉ cầm rạch này bánh nhà miền tịch tuổi ấy mệt má bên tay dân cha trẻ rồi lật đó thì cái đây sạp năng tới vô chỉ cả bật này chỉ vật cả phần thoi này cả sở văn trong chỉ vật nữa chỉ bị tạm mẹ tô văn trong chỉ vật bộ bật ba bậc cầm xên xên rứ cỏ đòi chỉ cái đâyประมาณ nông có sao là thua ấy nâng thời gian ná nực rồi lật đó đây sạp rười rười tới có cắt bằng thu bằng thoi này cái đây sẽ là văn nông chỉ vật nâng rằng phải vì trả bà thơ bà tầm vây tầm nút rong chỉ vật nâng ai miền ban thực hệ hư tha ai sập bài đi đi từ dần ná có nực rồi lật đó cái đây làm nâng tới có thiện tôn nâng bột bò đi sạch dương miền sạch thi nông bà rạch nạ trai phong hay miền nơi cầm mắt sẽ ta sẽ ma tiết thể vô đăng pi đầm nào chỉ vật nâng bật từ tam cam chia phải chạy nâng phong bàn mẹ rồi na sẽ tệ nâng chia bây giờ ai hôm pin bon của sa chia tì bưng to từ đầm nào chỉ vật và bút ở ông truồng cầm đai bon của sa để bàn hôm pin nâng chiếm mật chọc to tới lòng lộc hàng mục nâng thời gian cả ta đi bỏ nhà đi tăng mệt tăng samara gì càng bọn để một cơ thuê đòi luôn ai bọn nó cứ chia mệt mệt thầm lạnh mệt rõ tới nòng bạc rồi nâng cứ bột bò sạch dân bàn mẹ là nà sự tệ nâng hới bàn chia upakara đó ca chùm ra vipassana bằng cả nòng ăn cốt trạng cái sạch cả nị ba của thua bẩm pí và ông sầm đại pi sanh nhà bẩm pi và ca ấy nòng nắng miền mẹ rồi nạ sanh nhà phòng đấy đây bậc cô bàn chùm ra hới phơ ở tràn hơi rồi mình miền phò tràn miền an đi xong tràn chôm mốc từ rồi miền Prenipian chia bạc giàu sàn đang đòi mẹ rồi nạ sanh nhà còn là nòng rạc khạc cam ở than có bậc cô gặp đây là xài bàn rươi rươi bột thiền nó sẽ tệ mẹ ta chả sập hàng mẹ rồi nạ sẽ tệ ích chế ta chả tổ ra ra khá phía về tập bế và nạp năng gặp đây áp rung chùm ra nơi bàn rươi rươi nơi rạc khả cam than
ពុទ្ធានុសតិហ្នឹងមួយមេត្តាមានជីវិតសត្វមកជាអារម្មណ៍ជាប្រកដីដែលយើងរស់នៅបងប្អូនកូនចៅញាតិមិត្តអ្នកនេះអ្នកនោះមកជាអារម្មណ៍អញ្ចឹងទៅអប់រំមេត្តាពុទ្ធានុសតិមេត្តាជាអសុភាំងក៏ពិចារណាអសុបកម្មដ្ឋានរូបកាយហ្នឹងមិនស្អាតអសុភៈហ្នឹងដោយគ្រឿងបរិកលផ្សេងហើយក៏មិនស្អាតដោយរោគមិនស្អាតដោយកិលេសមិនស្អាតជាទោសក្នុងរូបកាយគួរឲ្យនឿយណាយកាលណាបើមិនបានពិចារណានៅទុកទោសទេចេះតែត្រេកអរស្រឡាញ់ពេញចិត្តជាប់ជំពាក់ត្រូវការប្រាថ្នាអញ្ចឹងទៅហើយជាប់ជំពាក់ប្រកាន់ហួងហែងទៅក៏រវល់ជាមួយគ្នានឹងសង្ខារធัวហ្នឹងហើយមានបញ្ហាកើតឡើងដោយជំងឺរោគាផ្សេងជាសម្បុកនៃរោគរូបកាយហ្នឹងរោគកនិតខាំងហើយបភាំងគុណាំងតែបែកធ្លាយទៀតយើងចេះតែស្រឡាញ់អោបកសោខ្លួនយើងស្រឡាញ់អ្នកដទៃអីហ្នឹងពិចារណាឲ្យឃើញមិនស្អាតមិនទៀងជាទុក្ខជាទោសជាប្រយោជន៍ដល់ការនឿយណាយពេញទៅដោយរោគមកសប្តាហ៍ថ្ងៃនឹងទៀតក៏រោគច្រើនបែបច្រើនប្រការមិនថាតើតែចាស់អីទេនៅក្មេងៗហ្នឹងក៏ចិត្តតែជំងឺរោគាតាក់ទងទៅនឹងអាកាសធាតុតាក់ទងទៅនឹងចំណីអាហារបរិភោគគ្រឿងញៀនគ្រឿងស្រវឹងអីហ្នឹងផងដែរហើយមហូបចំណីអីគេដាក់ថ្នាំម៉េចអីចឹងទៅក៏បង្កជំងឺរោគាច្រើនណាស់មហារីកអីចឹងហ្នឹងឯងទាំងក្មេងទាំងចាស់ហ្នឹងឯងហើយឡើងឈាមអីក៏មានដាច់សរសៃឈាមក្នុងខួរក្បាលហ្នឹងក៏ច្រើនហើយរោគបេះដូងហ្នឹងក៏ច្រើនហើយខូចចម្រងនោមទឹកនោមអែមប្រៃអីហ្នឹងក៏ច្រើនយើងមើលទៅឃើញស្អាតឃើញល្អអីខាងក្រៅអីហ្នឹងប៉ុន្តែក៏ជាសម្បុកនៃរោគយ៉ាងណាយើងដោះស្រាយអាការចម្ពាក់វៈវិនណាហ្នឹងឯងដោយគុណចាស់គង់នៅក្នុងពភ្នោះអីហ្នឹងពិចារណាឃើញទុក្ខទោសនៃរូបកាយច្រើនបែបច្រើនប្រការចឹងទៅក៏នឿយណាយគង់នៅក្នុងពភ្នោះហ្នឹងប្រើប្រាស់រូបកាយដោយផ្ទាល់ព្រះអង្គហ្នឹងប្រព្រឹត្តព្រមចរិយធម៌ត្រូវបាត់បង់ត្រូវបែកធ្លាយទៅពេលណាក៏ពេលហ្នឹងចឹងទៅប៉ុន្តែមិនចម្ពាក់វៈវិនមិនរវល់អីទៅច្រើនជាមួយនឹងអ្នកដទៃហ្នឹងឯងណាមួយជាទីធ្លាក់ចុះនៃកិលេសទាំងឡាយទាំងពួងទៀតក្នុងមនុស្សយើងម្នាក់ហ្នឹងណាកាលណាយើងជាប់ជំពាក់ស្រឡាញ់ទៅហួងហែងទៅជួបរឿងតោះចិត្តតោះអធិស្ឋ័យគ្នាយើងចង់ចេះអ្នកតីចង់ចោះចឹងទៅកិលេសការដែលមិនដឹងគុណនឹងមានណោមគ្ខោចាក់អោហេតោព្រះអង្គសម្ដែង
ប្រពចំពោះពនាងរូបនន្ទាក្នុងជារាវៈបគាថាធម្មបទអថៃណੰអ្នកករាំងកតាំងមង្សៈលោអតៈលេបណੰយដ្ឋជារាចមច្ចចៈមេណោមខោចៈអោហេតោជានគរឆ្អឹង300កំណាត់តូចធំវែងខ្លីចងរឹតទៅដោយសរសៃបិទបោកលាបទៅដោយសាច់និងឈាមពះទៅដោយស្បែកហ្នឹងហើយជាទីធ្លាក់ចុះនៃជារានិងមរណៈហើយមានណោមាននេះប្រកាន់ខ្លួនប្រៀបផ្ទឹមនឹងអ្នកតីហើយមគ្គរមិលគុណជាដើមហ្នឹងជាសម្បុកនៃកិលេសមនុស្សយើងម្នាក់ហ្នឹងស្រឡាញ់អីចឹងទៅក៏ចេះតែផ្អែមល្ហែមហ្នឹងហើយជួនកាលភ្លាមហ្នឹងពងស្រឡាញ់ពងផ្អែមល្ហែមហ្នឹងក៏តោះពាក្យសម្ដីឬក៏អធិស្ឋ័យអីក៏បដូរផ្លាស់ទៅជាពាក្យសម្ដីក៏ក្រោតក៏ក្រៀតឬក៏មើលងាយអីចឹងទៅហ្នឹងនាំឲ្យថ្នាក់អាអន់ចិត្តកើតទុកទោមនោះដោយប្រការផ្សេងហ្នឹងហើយមានរឿងច្រើនគុណចាស់នៅក្នុងប្រភ្នោះអញ្ចឹងទៅដូចថាមានចិត្តណែហាស្រឡាញ់អីចឹងហ្នឹងហើយក៏អាចនឹងលាចាកសិក្ខាបទទៅក៏បានជួបប្រទេសរឿងរ៉ាវក្នុងក្រុមគ្រួសាររួចទៅអ្នកមានក្រុមគ្រួសារហ្នឹងក៏ចង់លះបង់ផ្ទះសម្បែងអីហ្នឹងចូលកាន់ភ្នោះវិញចឹងទៅគឺរកឲ្យប្រកាសថាត្រង់កន្លែងណាឲ្យជាសពហ្នឹងណាហ្នឹងឯងរកមិនឃើញហ្នឹងឯងឧបការជីវៈក្នុងសម័យពុទ្ធកាលហ្នឹងព្រះរាមានុភាពព្រះអង្គទ្រង់ជ្រាបឧបនិស្ស័យហើយព្រះអង្គយាងពីពុទ្ធគយាពពោធិព្រឹទ្ធកន្លែងដែលព្រះអង្គត្រាស់ដឹងហ្នឹងយាងទៅព្រៃឥសិបតនមគតិយវ័នណាហើយក៏បានជួបឧបការជីវៈហ្នឹងព្រះអង្គសម្ដែងឲ្យឧបការជីវៈហ្នឹងស្គាល់ព្រះអង្គចឹងទៅព្រះអង្គឈ្មោះអានន្ទជីនៈថ្ងៃក្រោយអីចង់រកព្រះអង្គអីចឹងទៅសួររកព្រះអង្គហ្នឹងឯងអានន្ទជីនៈហ្នឹងឯងដល់ក្រោយមកក៏ឧបការជីវៈហ្នឹងដែលមានចិត្តស្រឡាញ់កូនព្រានញោមឧបថាហ្នឹងឯងចឹងដែលសម្គាល់ឧបការជីវៈហ្នឹងថាជាព្រះអរហន្តរបស់ខ្លួនទៀតណាប៉ុន្តែមកទៅហើយមានកូនស្រីឈ្មោះនាងចាប៉ាហ្នឹងក្នុងពធិរិយគាថាមានចាប៉ាធិរិយគាថាបានជាព្រះអរហន្តនឹងចាប៉ាហ្នឹងઅનેមុនដំបូងក៏បានឧបការជីវៈនឹងឯងចឹងព្រានជាឪពុកនឹងចេញទៅរកសត្វរកអីចឹងទៅក៏ទុកដាក់ឲ្យកូនហ្នឹងទំនុកបំរុងអាហារបណ្ឌបាតអីហ្នឹងណាដូចជាអ្នកបួសដែរអាជីវៈហ្នឹងហើយក៏កើតចិត្តស្រឡាញ់យកតែមែនទេហ្នឹងឯងអត់បាយអត់អីចឹងទៅហើយពុកហ្នឹងត្រឡប់មកវិញក៏សាកសួរណែនាំទៅក៏ផ្សំគុំឲ្យទៅអត់ចេះធ្វើអីទៀតចេះតែរែកសាច់ប្រើកម្លាំងហ្នឹងហើយអាច
ដូចថាបក់រុយបក់អីចឹងធម្មតាមានចាំបាច់ទៅរៀនសូត្រអីការងារហ្នឹងហើយធ្លាប់តែនៅដូចថាជាអ្នកបួសគេដែរហ្នឹងមិនតែក្រៅពុទ្ធសាសនាហ្នឹងឯងអត់បានសិក្សារៀនសូត្រមុខរបររកទទួលទានសិល្បៈវិជ្ជាអីទេតែអញ្ចឹងទៅនាងចាប៉ាហ្នឹងគេមើងងាយហ្នឹងហើយមើងងាយប្តីហ្នឹងបានកូនមួយទៅមកសុផាត់ហើយដល់ម៉ែហ្នឹងប្រពេកូនហ្នឹងក៏យ៉ាតែមានពាក្យមើងងាយប្តីណាហ្នឹងឯងចេះតែប្រពេដូចអឺអីចឹងណាហ្នឹងហើយកេងទៅកូននេះអត់ចេះធ្វើការអីហ្នឹងហើយមានពាក្យអញ្ចឹងកូននេះចេះតែរែកសាច់បក់រុយអីចឹងទៅវាមានពាក្យវិឈឺអាហ្នឹងជារឿងល្អរបស់ឧបការជីវៈហ្នឹងចឹងតែប្រាប់ប្រពន្ធហ្នឹងម្ដងពីរដងដែរតែកុំថាអញ្ចឹងខ្ញុំពិបាកចិត្តអីចឹងណាឈឺចិត្តអីចឹងទៅគេរឹតតែទៅឈឺទៀតដល់អញ្ចឹងទៅនឹកឃើញអនន្តជីនៈហ្នឹងឯងចឹងក៏បានរត់ចោលផ្ទះទៅសួរភិក្ខុសង្ឃទៅក៏បានទៅជួបព្រះអង្គសម្ដែងពធសម្រាប់អនាគាមិផលហើយចូលកាន់ភ្នោះបួសទៅហើយក្រោយមកនាងនឹងនឹកប្តីថាអញ្ចឹងទៅដល់បាត់ប្តីទៅនឹកទុកកូនជាមួយម៉ែឪនឹងទៅដើរតាមប្តីទៅហៅមានពេលលួងលោមខ្លះណាហៅបងខ្មៅណាតែពណ៌សម្បុរប្តីហ្នឹងខ្មៅណាមួម៉ៅអីចឹងទៅហៅអាខ្មៅអីចឹងទៅហ្នឹងហើយឲ្យត្រឡប់មកវិញធ្វើមិនត្រឡប់បួសហើយទាំងសម្រាប់មេផលទៀតដល់ទៅអនាគាមិផលទៀតណាហ្នឹងហើយដល់អញ្ចឹងដល់លោកប្តីអត់មកវិញក៏បួសដែរទៅហើយបួសសម្រាប់ព្រះរហ័តទៀតណាទៅនាងចាប៉ាហ្នឹងបានពោលរៀបរាប់ប្រវត្តិរឿងរ៉ាវហ្នឹងក្នុងពធិរិយគាថាចឹងខ្ញុំណាគ្រាន់តែនឹករលឹកឃើញថារឿងក្នុងលោកហ្នឹងវិលវល់មិនដឹងជាថាសេចក្តីសុខនៅណាណាយើងចេះតែដូចថាប្រព្រឹត្តទៅតាមដែលចិត្តយើងគិតថាយ៉ាងនេះបានសុខយ៉ាងនោះបានស្រួលហ្នឹងហើយប៉ុន្តែហើយយើងបានដាប់ពធសិក្សាពធទៅទោះជាបព្វជិតក្តីទោះជាបាសកបាសិកាក្តីយើងរកសេចក្តីសុខក្នុងចិត្តរបស់យើងចឹងហ្នឹងហើយមិនមែនថាតលតែបួសទៅនោះទេបួសហ្នឹងពិសេសហើយព្រោះអភោកាសោណាមានឱកាសធំស្រឡះស្រឡំប៉ុន្តែក៏ត្រូវតាកតួងនឹងបាសកបាសិកាអត់មានចង្ហាន់បិណ្ឌបាតក៏មិនអាចបួសបានប្រពៃពិធីបុណ្យអីហ្នឹងចឹងកសាងសាលាសិក្សាដើម្បីបានបន្តអាយុនៃពុទ្ធសាសនាថែរក្សាបត្រៃបីដកទុកបន្តមរតកព្រះធមានពភានឹងដល់កូនចៅទៅក្រោយទៀតរាប់លានកោតអ្នកទៀតមួយថ្ងៃកើតច្រើនណាស់ហ្នឹងហើយមួយឆ្នាំរាប់លានអ្នកហ្នឹងហើយពិតមែនដូចថាអ្នកកាន់ពុទ្ធសាសនាសប្តាហ៍ថ្ងៃហ្នឹងគិតទាំងថេរវាទអាចារ្យវាទអ្នកកាន់ពុទ្ធសាសនាមានបត្រៃសរណគមហ្នឹងណាប្រហែលជា
500 លានអ្នកហ្នឹងហើយចំនួនមនុស្សទាំងអស់ប្រមាណ8000លានហ្នឹងហើយកាន់ពុទ្ធសាសនាហ្នឹងមិនបាន1000ទេបាន1000លានទេពាក់កណ្ដាល1000បាន500ហ្នឹងហើយចំនួនមនុស្សដែលកាន់សាសនាព្រះយេស៊ូវគ្រីស្ទច្រើនជាងគេហើយទី2មកសាសនាអ៊ីស្លាមហើយចំនួនមនុស្សដែលអត់កាន់សាសនាអីទាំងអស់ហ្នឹងទី3ទី4និយាយអ្នកកាន់សាសនាទី3ណាហ្នឹងហើយសាសនាហិណ្ឌូហ្នឹងហើយជាង1000ទេប៉ុន្តែអ្នកដែលអត់កាន់សាសនាអីទាំងអស់ហ្នឹងច្រើនជាងអ្នកកាន់សាសនាហិណ្ឌូហ្នឹងទៅទៀតហ្នឹងហើយហ្នឹងអស់4ផ្នែកធំបានបន្តមកអ្នកកាន់ពុទ្ធសាសនាហ្នឹងប្រហែលជា500លានអ្នកប៉ុន្តែហ្នឹងយើងគិតបច្ចុប្បន្នណាចុះអ្នកដែលបាត់បង់ជីវិតទៅមុនហ្នឹងមួយឆ្នាំមុនហ្នឹងប្រហែលអ្នកតែ2ឆ្នាំ10ឆ្នាំ20ឆ្នាំ100ឆ្នាំច្រើនមែនទេណានិយាយពីអ្នកដែលកាន់ពុទ្ធសាសនាហ្នឹងហើយអញ្ចឹងបាននឹករលឹកឃើញប្រគុណដែលប្រសង់បតមសិកេយនីតរហូតមកតតិយសិកេយនីបានផ្សព្វផ្សាយពុទ្ធសាសនាមកសវណ្ណភូមិអីយើងហ្នឹងបន្ទាប់ពីតតិយសិកេយនីហើយមនុស្សច្រើនមែនទេណាហ្នឹងហើយដែលបានបត្រៃសរណគមហើយគុណនៃបត្រៃណគមហ្នឹងក្រៃលែងណាស់ជាគុណដែលជាបាតនៃលោកតរៈធម៌ក្រៃលែងជាងអ្នកបួសតបោះអីសីអីក្រៅពុទ្ធសាសនាបានសមាបត្តិ8លោកីអភិញ្ញាគុណនឹងមិនស្មើនឹងបត្រៃសរណគមនៃពុទ្ធបរិស័ទយើងទេនឹករលឹកក្នុងអដ្ឋថាសាលេកសោត3ដកលេខ20ហ្នឹងហ្នឹងបត្រៃណគមមិនតាន់បូកសិល5បងដែរហើយនៅបូកសិលបាសកបាតិកាសិលសាមណេរសិលភិក្ខុហ្នឹងមកទៀតក្រៃលែងដោយគុណហ្នឹងនឹករលឹកឲ្យឃើញសម្បត្តិដ៏ប្រសើរពិសេសដែលពុទ្ធបរិស័ទយើងមានហើយបាននឹករលឹកគុណព្រះសង្ឃដែលទ្រទ្រង់ប្រភ្នោះថែរក្សាពុទ្ធសាសនាជាបន្តទៅទៀតនេះទុកដល់កូនចៅរាប់កោតនេះចាំរំដល់ទៅ100ឆ្នាំទៅទៀតទៅនៅមានពុទ្ធសាសនា1000ឆ្នាំ2000ផ្លាយឆ្នាំហ្នឹងឯងហ្នឹងគឺនឹករលឹកឲ្យយើងសប្បាយចិត្តក្នុងបច្ចុប្បន្ននេះដែលយើងមួយអង្គដែរណាម្នាក់ដែរណាហ្នឹងឯងរួមចំណែកបន្តអាយុនៃពុទ្ធសាសនាហ្នឹងឯងទាំងដែលយើងជាបាសកបាតិកាហ្នឹងទំនុកបំរុងបច្ច័យ4ដល់ប្រសង់ហ្នឹងយើងកសាងកុដិសាលាព្រះវិហាររបងខ្លោងទ្វារអីទាំងអស់ហ្នឹងតាមដែលយើងជ្រះថ្លាយើងធ្វើបុណ្យមិនធ្វើបុណ្យទៅនាំឲ្យក្របុណ្យគឺចេតនាបុណ្យហ្នឹងជាអ្នកមានដាំពូជមានទុកហើយដែលយើងមានទ្រព្យសម្បត្តិធ្វើបុណ្យអីហ្នឹងក៏មានបុណ្យពីអតីតមកហ្នឹងឯងហើយយើងអ្នកធ្វើបុណ្យអីហ្នឹងមិនមែនក្រទៅដោយសារធ្វើបុណ្យទេហ្នឹងឯងអ្នកធ្វើបុណ្យមានបត្រៃណគមចឹងទៅមានសិលទៅហើយវាចាអបាយមុខរឿងអបាយមុខអីនោះទេដែលជាប្រធាននៃសេចក្តីវិន័យ
là bài tài gì nè nó chia pia cục phùm sọc vào tên nó cô là ngày po tam phiệp chia sẽ đài nhé bài tài gì nè miễn xây ra là bài gì mục ấy xây nâng chia mua là hai để nằm ở bạc bằng trap sầm bát ấy chẳng thế nâng cứ giang tiết khoa bòn nâng ngày bòn ở cao mà chỉ mình nuôi mến tân tê về khoa bòn ở tham đầm bay ở miền bàn từ tam nâng riêng hạt pha nòng chỉ vật là bột bò sạch dân lư khi tha phở bòn đi bòn nuôi ấy chả tới nằm ở dân phát hạt rồi ấy nó có dân vô màu chàm na dân đăng hạt pha từ tam từ đây bật nâng này dân miền vô đi sau để chỉ ca nó bị cha rồi na rồi hạt pha miền ai cũng bằng thời cha na để tuồng nâng nằm nào chi vật nâng này rồi dân sắc xa bè bị thòng ấy có dân mơ đại sân thị chia mình nô nếu chia cô sao bị bạ đại sân thị là ngày cô sao bị bạ đại sân thị nó biệt là đại sân thị nó to đau chùm pua to bị chậu tệ chặt bị triệt một mà vận tải về trời miền cam chia bà chài cam mập bạch chỉ giàu miền cam chia bà chài nó ở miền bị bạ đại sân thị hay là cam mặt chè ru gần nạp để chân thị á mà nuôi dân đấy tê và đa cái đấy tổng o nó ạt miền vi mà nè mà on ấy thế đó cứ khẩn nạ tầm bông đôi dân cả nông tây này miệt đá nó còn miền bà đệ chân thị vì nhiên nữa hay mấy nóng bà đệ chân thị vì nhiên nó trôi tam nơi chấm mọt ấy bò mà đai nó từ nơi cái nông pua ấy mền thế cứ cam chia bạch chài được hiệp cam này chia cam mập bạch chỉ giàu nó cứ thôi ở miền vì bạc của đại dân thị nó opa tệ cái nạ cao lang nó cứ cao nông tây này miệt đà nó đầm đòn ở miền chia phần lưng về nhiên ấy họ trồi màu tam nơi chỉ chia ấy từ nơi cái nông pua mai thế ấy có mình men vì nhiên nó cao ti miệt đa vì đa chỉ nè bằng cao vì nhiên ti bay thì ta vì nhiên ở phục thì mùi vì nhiên mà đai ti pi ta bằng cao vì nhiên mùi tiệt ấy ọt miên thế cái sai này vì nhiên mà ong mà nè nó cứ to khnia nằng ai chỉ anh ăn trà bạch chay anh ăn rô bạn đi xịt bạch chay bàn tè mà ong bàn tè mà nè nằng ai nâng rồi ọt chê ta vì nhiên mùi nó ta bằng cao vì nhiên ở tây thì đây ọt tê rồi chứ nói và đây sân thị còn nó cứ tua và đây sân thị nó bò rầm mặt á tua cổ sao vì bạ việc là cổ sao vì bạ ra dân ở nghe sẽ làm có ta Paul Bon đó vì nhiên nó chỉ Paul Bon nó chỉ cầm mà phải chạy á nâng này bán miền đại sân thị vì nhiên nó tua bò rầm mặt á nâng á tua bò rầm mặt bị thom đại sân thị vì nhiên hay nâng cam mặt chỉ rụp nâng này cam mặt chỉ rụp nó có cao bị bòn nâng này bòn nó ở cao rụp phong ở cao của sao bị bạ và đại sân thị phong nâng này nâng rồi là lợt bình chè đầm bay ai phật bà sát dương chia tha mình nuốt trồng o nó cạt mà nè khla để coi mình chưa pi riêng bon riêng ấy năng các bạn ta luôn có cao thì bon đã năng chỉ mà nuốt nó tua và đại sân thị vì nhiên bàn đại sân thị nó rồi luật tới nó mền vì nhiên cả thấy thật hay tiền toạt nơi màu thế việc to khía chứ năng đời đạt tiền bông chay rằng bị chay to khía pôl phơi ấy chay ấy nó bị chay to khía chả răn là cái sợi ní chả tệ
រុញមកឲ្យឆេះតឆេះមុនរលត់ទៅវិញ្ញាណហ្នឹងកើតហើយរលត់ទៅបាតៈថិតិភិង្គៈប៉ុន្តែរលត់ទៅហ្នឹងជាអនន្តរបច្ច័យឲ្យកើតវិញ្ញាណមកគណៈទៀតតមកទៀតហើយនឹងបច្ច័យផ្សេងទៀតវិញ្ញាណមកគណៈហ្នឹងវាត្រូវអាស្រ័យបច្ច័យច្រើនបានកើតមកហ្នឹងហើយតគ្នាមកដល់បច្ចុប្បន្នហ្នឹងឯងហ្នឹងគឺជាជីវិតមួយអង្គម្នាក់ដែលមានវិញ្ញាណបច្ចុប្បន្ននេះវាត្រូវមានវិញ្ញាណអតីតជាបច្ច័យអនន្តរបច្ច័យសមអនន្តរបច្ច័យគឺគណៈដែលជាប់គ្នានឹងឯងតគ្នារហូតបានបញ្ជូនការសន្សំក្នុងសន្តានមកការសន្សំកុសលកម្មក្តីអកុសលកម្មក្តីក្នុងជីវ័នហ្នឹងវាបញ្ជូនមកសន្តានអធិស្ស្រ័យឧបនិស្ស័យចំណូលចូលចិត្តអីហ្នឹងវាបញ្ជូនមកដោយអនន្តរោបនិស្សយបច្ច័យហ្នឹងទៅតាមចិត្តនិយមទំនៀមរបស់ចិត្តហ្នឹងអញ្ចឹងវាត្រូវមានវិញ្ញាណបដិសន្ធិវិញ្ញាណមកខណៈមុនដំបូងណាដែលមនុស្សយើងកើតហ្នឹងវាមានបដិសន្ធិវិញ្ញាណគឺវិញ្ញាណមុនដំបូងហ្នឹងវាតអំពីវិញ្ញាណពីជាតិមុនមកមិនមែនវិញ្ញាណពីជាតិមុននោះស្ទុះហន្តោលមកកើតទេចុតិចិត្តពីជាតិមុនហ្នឹងជាអនន្តរបច្ច័យនៃបដិសន្ធិហ្នឹងបញ្ជូនការសន្សំក្នុងសន្តានមកប៉ុន្តែបដិសន្ធិហ្នឹងដូចតែក្នុងអបាយភូមិវាមានអកុសលកម្មជាកម្មបច្ច័យឲ្យមានអកុសលវិបាកមโนវិញ្ញាណហ្នឹងឯងមានអកុសលវិបាកមโนវិញ្ញាណតែបើយើងរាប់អកុសលវិបាក7ដួងវាមានតែដួងមួយនឹងឯងមโนវិញ្ញាណធាតុនឹងឯងជាតួបដិសន្ធិនរកទាំងអស់ប្រែតទាំងអស់តិរិឆានទាំងអស់ហ្នឹងឯងមិនថាតូចធំគោក្របីតម្រៃសេះតំណក់កាយឆ្មាឬក៏សត្វតូចអីទៅទៀតទាំងអស់ហ្នឹងមានបដិសន្ធិវិញ្ញាណប៉ុន្តែតួបដិសន្ធិវិញ្ញាណហ្នឹងគឺជាអកុសលវិបាកមโนវិញ្ញាណហ្នឹងហើយអកុសលវិបាកវាមាន7ដួងជាវិញ្ញាណធាតុទាំង7ហ្នឹងចក្ខុវិញ្ញាណសោតវិញ្ញាណឃានវិញ្ញាណហោហែមកហ្នឹងរាប់វិញ្ញាណធាតុទាំង7តាមដេចឆន្ទៈហ្នឹងមโนធាតុបានមโนវិញ្ញាណធាតុធ្វើសន្តិណកិច្ចបានតតិលំបនកិច្ចក៏បានហើយធ្វើកិច្ចក្រៅទ្វាហ្នឹង3ទៀតបដិសន្ធិប្រវាំងចតិហ្នឹងហ្នឹងឯងហ្នឹងអកុសលវិបាកមโนវិញ្ញាណតួបដិសន្ធិទោះជារូបកាយផ្សេងគ្នាក៏ដោយហៅថានេណត្តកាយៈឯកតសញ្ញ័យព្រោះតួបដិសន្ធិហ្នឹងវាតែប្រភេទមួយហ្នឹងសត្វក្នុងអបាយភូមិច្រើនមែនទេណាប៉ុន្តែប្រភេទបដិសន្ធិគឺអកុសលវិបាកផលបាបតួបដិសន្ធិហ្នឹងបើអត់មានតួបដិសន្ធិហ្នឹងទេអត់មានសត្វក្នុងអបាយភូមិជីវិតណាមួយទេហ្នឹងហើយមានតួបដិសន្ធិហ្នឹងឯងរួចទៅបានវាបន្តមកទៅបាបហ្នឹងវាឧបត្ថម្ភទៅប្រវាំងអីហ្នឹងអកុសលវិបាកហ្នឹងហើយដល់មកមនុស្សទោះជាមនុស្សពិការប្រកិនវៈវិនថ្លង់គួរអីពីកំណើតក៏ដោយក៏កុសលវិបាកបដិសន្ធិដែរគ្រាន់តែជាអហេតុកៈអញ្ចឹងណាហ្នឹងហើយជាផលនៃបុណ្យដែលមានកម្លាំងខ្សោយហ្នឹងហើយញាណវិបយុទ្ធប្រាជ្ញាបញ្ញាហើយអោមកោមកៈទៀតបុណ្យហ្នឹងឲ្យបដិសន្ធិហ្នឹងអញ្ចឹងតែប៉ុន្តែនៅតែជាកុសលវិបាកអញ្ចឹងតួបដិសន្ធិហ្នឹងហើយឲ្យយើងបានជ្រាបថាដែលយើងរស់នៅនេះវាមានវិញ្ញាណរស់ហ្នឹងហើយវិញ្ញាណហ្នឹងវាមិនមែនវិញ្ញាណតាំងពីកើតមកទេមិនមែនវិញ្ញាណថិតថេរទៀងទាត់ចឹងទេវិញ្ញាណបដិសន្ធិរលត់ទៅបានជាអនន្តរបច្ច័យឲ្យមានបឋមភវាំងតមកអញ្ចឹងហ្នឹងហើយហ្នឹងគឺជាតំណនៃសង្ខារធัวសត្វហ្នឹងគ្រាន់តែរំលឹកដើម្បីឲ្យពុទ្ធបរិស័ទយើងបានជ្រាបពីរឿងបុណ្យដែលមនុស្សយើងកើតពីបុណ្យនឹងផង
ហើយនឹងជ្រាបដល់បដិច្ចសមុបាទទៅធัวទៀតបើមានបញ្ញាចម្រើនឡើងណាឲ្យបានដឹងថាជីវិតហ្នឹងវាជាតំណនៃសង្ខារធัวសុទ្ធស្ថិតនៅក្នុងច្បាប់នៃបដិច្ចសមុបាទទៅធัวកិលេសនាំឲ្យកើតកម្មកម្មនាំឲ្យមានវិបាកបដិសន្ធិកាលប្រវត្តិកាលរហូតដល់តែមានអរិយមគ្គកាត់នៅកិលេសវត្តដាក់ហ្នឹងនឹងបានមាននិរោធសាស្ត្រសម្បត្តិព្រះនិព្វានណាត្រង់នៃកិលេសវត្តដាក់កម្មវត្តដាក់វិបាកវត្តដាក់មិនកើតដោយមគ្គហ្នឹងបានជានិរោធសាស្ត្រនិព្វានណានិរោធសាស្ត្រហ្នឹងជាសម្បត្តិរបស់អ្នកដែលបានអរិយមគ្គហ្នឹងហ្នឹងហើយហ្នឹងគឺគ្រាន់តែរំលឹកអំពីរឿងបុណ្យណាទោះជាអ្នកនឹងមិច្ឆាទិដ្ឋិមិនជឿបុណ្យក៏ដោយប៉ុន្តែអ្នកនឹងកើតពីបុណ្យគ្រាន់តែថាមិនដឹងគុណរបស់បុណ្យហ្នឹងឯងអត់មានបុណ្យទេអត់រួចពីអបាយភូមិមាននរកជាដើមទេណាពីព្រោះអត់មានបុណ្យមិនមែនថាមិនបដិសន្ធិទេណានៅលើអកុសលកម្មឯណានេះមួយឲ្យបដិសន្ធិអបាយភូមិនរកប្រែតិឆានអសុរកាយចឹងហ្នឹងហើយដល់ទៅបដិសន្ធិមនុស្សយើងនេះគឺនៅលើកុសលកម្មជាបច្ច័យឲ្យបដិសន្ធិហ្នឹងឯងហ្នឹងឯងចឹងបុណ្យនឹងឲ្យបដិសន្ធិជាចេតនកកម្មហើយឧបធម្មទៀតណាឧបធម្មទំនុកបំរុងឲ្យបានរស់រហូតមកទៀតសំបីសឹងលក់សម្រានលក់អីហ្នឹងគឺថាបុណ្យជាបច្ច័យរហូតទាំងដែលអ្នកនឹងអត់ជឿបុណ្យហ្នឹងហ្នឹងហើយបុណ្យហ្នឹងអាកំបាំងមែនទេហ្នឹងឯងចាសំបីតែពុទ្ធបរិស័ទយើងមានសទ្ធាជឿបុណ្យហ្នឹងហើយក៏ដោយប៉ុន្តែនៅមានកម្រិតទៀតណាមិនតាន់បានឃើញបដិច្ចសមុបាទធัวនៅកម្មអត្តាសត្វបុគ្គលហ្នឹងទៀតឃើញដោយបញ្ញាទៅទៀតទៅវាលះសេចក្តីប្រកាន់អត្តាសត្វបុគ្គលហ្នឹងទៅវាមានតែកម្មអ្នកធ្វើកម្មអត់មានកម្មហ្នឹងវាកើតពីអវិជ្ជាតណ្ហាបាទានទៅតួចេតនាហ្នឹងវាទៅជាអភិសង្ខារទៅហ្នឹងហើយព្រោះអំណាចតណ្ហាណាត្រូវការប្រាថ្នាយ៉ាងនេះជានេះជានេះអីចឹងទៅហ្នឹងហើយក៏នាំឲ្យមានចេតនាអភិសង្ខារហ្នឹងទៅហ្នឹងឯងតេតួងតណ្ហាអស់តណ្ហាជាព្រះអរហន្តទៅចេតនាហ្នឹងក៏ឈប់ជាអភិសង្ខារពីព្រោះមិនអាស្រ័យតណ្ហាជាបច្ច័យចេតនាមានប៉ុន្តែអត់មានជាអភិសង្ខារអត់មានជាកុសលកម្មអកុសលកម្មទេហ្នឹងហើយបញ្ញាឃើញការកើតឡើងនៃកម្មហ្នឹងដោយអត់មានអត្តាមនុស្សទេវតាអីអ្នកធ្វើទេតែកម្មមានព្រោះអវិជ្ជាតណ្ហាបាទានហ្នឹងឯងនាំឲ្យមានកម្មគឺអភិសង្ខារហ្នឹងហើយដល់មានកម្មហ្នឹងជាពូជវាដូចយើងដាំដូងអញ្ចឹងទៅដោះដើមដូងមានផ្លែអញ្ចឹងទៅហ្នឹងឯងវាមានតែផ្លែហ្នឹងវាមានអត្តាសត្វបុគ្គលអីណាទៀតហ្នឹងឯងគ្រាន់ថាយើងជាមនុស្សយើងដាំដូងយើងទូទានអីតាមហ្នឹងណាតែថាហេតុផលហ្នឹងដោយបរមត្តធัวវាអត់មានម្ចាស់ទេដូចជាកម្មហ្នឹងអញ្ចឹងជាបច្ច័យឲ្យមានផលវិបាករបស់កម្មហើយផលវិបាករបស់កម្មកើតឡើងហើយក៏រលត់ទៅអាហ្នឹងអាយុរបស់សង្ខារធัวធម្មនិយមទំនៀមរបស់ធัวហ្នឹងដែលកើតហើយវាត្រូវតែរលត់ទៅអញ្ចឹងហ្នឹងឯងដោយបរមត្តធัวអត់មានអត្តាសត្វបុគ្គលណាមកជាម្ចាស់ទេមានតែបច្ច័យនិងផលរបស់បច្ច័យហ្នឹងតែប៉ុណ្្នឹងទេទាំងក្នុងខ្លួនយើងទាំងក្នុងអ្នកដទៃទាំងក្នុងធម្មជាតិមេឃដីអីទាំងអស់មានតែប៉ុណ្្នឹងទេមានតែបច្ច័យនិងផលរបស់បច្ច័យហើយបច្ច័យហ្នឹងព្រះរាមាភិព្រះអង្គម្ដែងពីបច្ច័យបដិច្ចសមុបាទធัวតេតួងទៅនឹងសត្វលោកហ្នឹងឯងគឺជាធម្មថតិណាហ្នឹងហើយព្រះអង្គប្រកាសមាន4មួយធាតុមួយធម្មថតិ2ធម្មនិយម3អិតបច្ចយតាក្នុង3ដកលេខ31ហ្នឹងពីបច្ច័យដល់ទៅ
ផលរបស់បច្ច័យព្រះអង្គត្រាស់បដិច្ចសមុប្បន្នធัวបដិច្ចសមុប្បន្នធัวហ្នឹងគឺធัวដែលកើតអំពីបច្ច័យហ្នឹងឯងព្រះអង្គប្រកាសអំពីខយៈវិយៈធัวហ្នឹងឯងផលរបស់បច្ច័យគឺព្រះអង្គប្រកាសពីការអស់ទៅសូន្យទៅហ្នឹងព្រះអង្គត្រាស់ដឹងក្តីមិនទាន់បានត្រាស់ដឹងក្តីគឺធัวហ្នឹងមានតែអញ្ចឹងបច្ច័យនិងផលរបស់បច្ច័យហ្នឹងតែដល់ព្រះពុទ្ធអង្គបានត្រាស់មកព្រះអង្គប្រកាសសម្ដែងសាសនាព្រហ្មចរិយៈទៅពុទ្ធបរិស័ទមានការអប់រំចម្រើនអរិយមគ្គហ្នឹងទៅបានអរិយមគ្គហ្នឹងកាត់កិលេសហ្នឹងគុណរបស់អរិយមគ្គហ្នឹងគឺសមុច្ឆេតបហណៈដោយសោតាបត្តមគ្គសក្កទេគិមគ្គអនាគិមគ្គអរហត្តមគ្គទៅកិលេសហ្នឹងវាឈប់កើតជារៀងរហូតហ្នឹងឯងហ្នឹងបានជាបរមសុខដែលជាទីពឹងនៃពុទ្ធបរិស័ទយើងទាំងក្រហោះទាំងបព្វជិតហ្នឹងឯងគឺរស់សេចក្តីសុខតលតែបានអរិយមគ្គកាត់នៅវត្តដាក់ហ្នឹងឯងចឹងហ្នឹងបានយើងរស់សេចក្តីសុខប្រកបវិជាថិតថេរទៀងទាត់ហ្នឹងឯងដូចជាឧបការជីវៈអញ្ចឹងមុនដំបូងនៅជាអ្នកបួសតែឯងចឹងទៅថាមិនសុខទេស្រឡាញ់នាងចាប៉ាហើយដល់មកបាននាងចាប៉ាទៅអត់សុខទៀតហ្នឹងឯងអត់ទ្រាំនឹងពាក្យសម្ដីគេមើលងាយមើលថោកនឹងអត់បានប៉ុន្តែមកជួបព្រះដ៏មានពភាបានទីពឹងទីពឹងដល់ឧត្តមទីពឹងដល់សែមបានអរិយមគ្គហ្នឹងគឺកិលេសដែលនាំឲ្យកើតទុក្ខខ្វាយខ្វល់ហ្នឹងគឺថាវាឈប់កើតទៅណាហ្នឹងឯងយើងគ្រាន់តែមើលសកាយៈទិដ្ឋិដែលប្រកាន់ខ្លួនយើងហ្នឹងនាំឲ្យប្រព្រឹត្តបញ្ញវេរានាំឲ្យកំណាញ់នាំឲ្យចំណែនប្រកាន់ខ្លួនឯងហើយប្រៀបធៀបនឹងអ្នករតីអាមេនះដែលតាំងនៅក្នុងឋានៈស្មើនឹងទិដ្ឋិនឹងឲ្យខ្វល់ឲ្យរវល់ឯងណាវាអត់មានអត្តាតួខ្លួនយើងដោយបរមត្តទៅអត់មានវាមានតែតួទិដ្ឋិដែលប្រកាន់រូបវេទនាសញ្ញាសង្ខារវិញ្ញាណជាខ្លួនហ្នឹងឯតាវាដូចប្រកាន់សមោលថាខ្លួនយើងអញ្ចឹងណាហើយយើងរវល់ឯងអញ្ចឹងណារវល់ហួងហែងសមោលកុំឲ្យឆ្កែឆ្មាដើរលើអីចឹងទៅហើយអត់ហ៊ានចូលមកលុបទេខ្លាចបាត់សមោលនៅហាលថ្ងៃក៏ដៅចឹងទៅហើយរੂបាយរੂទឹកមកឲ្យសមោលរੂសម្លៀកបំពាក់រវល់ឯងចឹងណាវាមានចាំបាច់រវល់អីជាមួយសមោលហ្នឹងដូចយើងជានីមិនឈួតមិនវិកលចរិតចឹងហ្នឹងឯងនោះយើងណាយើងមានទៅខ្វល់ជាមួយសមោលណាបើយើងស្គាល់យើងដឹងថាសមោលហ្នឹងវាជាស្អីវាមិនមែនជាអត្តាតួខ្លួនអីយើងណាគ្រាន់តែថាពលឺព្រះអាទិត្យចាំងមកពលឺភ្លើងចាំងមកអញ្ចឹងទៅវាបាំងនឹងរូបទៅវាមានសមោលនឹងអញ្ចឹងទៅហ្នឹងឯងហៅឆាយាណាសមោលហ្នឹងឯងអញ្ចឹងវាមានយើងត្រូវទៅរវល់អីជាមួយសមោលហ្នឹងយ៉ាងណាមិញនាមរូបហ្នឹងដូចសមោលអញ្ចឹងនាមរូបយើងនេះហ្នឹងឯងរូបអាស្រ័យនាមអាស្រ័យរូបអ្វីដែលអាស្រ័យបច្ច័យកើតឡើងគឺដូចសមោលចឹងឯងវាអត់មានអត្តាសត្វបុគ្គលអីទេជាផលនៃបច្ច័យប៉ុន្តែវាមានទិដ្ឋិមួយចាប់ប្រកាន់តួទិដ្ឋិនឹងឯងដែលឲ្យខ្វល់ឲ្យរវល់ឯងចឹងណាដល់តែពុទ្ធបរិស័ទនឹងបានស្ដាប់ពធទៅយោនិសោមអ្នកចការៈចម្រើនឡើងមកពិនិត្យរូបធម៌នាមធម៌រឿយទៅវាលះទិដ្ឋិហ្នឹងក្រំតែក្នុងវិបស្សនាហ្នឹងក៏មានសេចក្តីសុខនិព្វានៈសបាយាបដិបទាជាទីសបាយដើម្បីព្រះនិព្វានណាព្រោះវាអត់ប្រកាន់ខ្លួនយើងក្នុងโลกនេះឥឡូវហ្នឹងលឺនេះសតិរលឹកបានវិបស្សនាចម្រើនឡើងវាអត់ប្រកាន់លឺហ្នឹងថាយើងអ្នកលឺណាលឺទៅលឺមានយើងអត់មានទៅតោះអីនឹងលឺទៅហួងហែងអីទេព្រោះសតិរលឹកបានវាអត់មានទិដ្ឋិមកចាប់យកអាលឺនឹងថាយើងអ្នកលឺទេសោតវិញ្ញាណធាតុហ្នឹងជាអារម្មណ៍របស់សតិអញ្ចឹងទៅទិដ្ឋិវាអត់កើតមកទេវាហាមអញ្ចឹងហៅថាតទាំងគបហានៈហ្នឹងទ
ទិដ្ឋិវាអត់កើតមកចាប់យកអាលឺហ្នឹងថាយើងអ្នកលឺឯងហើយបើអត់មានយើងអញ្ចឹងលឺអត់មានយើងអញ្ចឹងឃើញក៏អត់យើងអាការដឹងរឿងក៏អត់មានជាអត្តាយើងហ្នឹងហើយអញ្ចឹងយើងអត់មានក្នុងโลกនេះបច្ចុប្បន្នហ្នឹងអត់មានយើងសบายប៉ុណ្ណាទៅអត់មានយើងអញ្ចឹងអត់មានយើងក្នុងโลกនេះអត់មានយើងក្នុងโลกដទៃណាប៉ុន្តែទិដ្ឋិវានៅឫសគល់តដល់សោតាបត្តមៈទៅវាដាច់ឫសគល់ទៅការមិនកើតឡើងហ្នឹងមានព្រះនិព្វានមានអដ្ឋិហ្នឹងហើយមានការមិនកើតឡើងនៅកិលេសវត្តដាក់ហ្នឹងអញ្ចឹងអាសេចក្តីទុក្ខដែលវាអាស្រ័យទិដ្ឋិហ្នឹងអត់មានពលត្រូវព្រះសោតាបានទេនឹងសម្បត្តិព្រះនិព្វានណាបរមសុខសុខបើក្រៃលែងសុខថិតថេរទៀងទាត់ជារៀងរហូតហ្នឹងគឺនិព្វានសម្បត្តិដែលជានិរោធសច្ចហ្នឹងឯងហ្នឹងគឺក្តីសុខជាទីពឹងជាទីពឹងដល់ខ្សែមជាទីពឹងដល់ឧត្តមហើយបុគ្គលរួចផុតស្រឡះចាក់ទុកទាំងពួងព្រោះអាស្រ័យនៅទីពឹងហ្នឹងហើយក្នុងលោកហ្នឹងគឺទោះជាសេចក្តីសុខយើងដែលប្រសិជ្ជៈទោសដោយយើងមានសិលទៅវិជ្ជាបញ្ញវរិយទៅយើងធ្វើទានទៅចម្រើនភាវនាទៅក្តីសុខហ្នឹងក៏អត់ទៀងដែរប៉ុន្តែយើងអាចយកមកប្រើបានដើម្បីឲ្យសម្រេចលោកតរៈធัวទៅប្រើសេចក្តីសុខក្នុងកុសលដែលជាលោកយៈហ្នឹងសិលសមាធិបញ្ញាហ្នឹងជាលោកយៈឲ្យសម្រេចលោកតរៈអញ្ចឹងសេចក្តីសុខដែលប្រសិជ្ជៈទោសនេះដែលសុខក្នុងកុសលនេះមិនមែនជាទីពឹងរបស់យើងឲ្យប្រសោបក្នុងโลกហ្នឹងបានទេព្រោះវាអត់ទៀងទេណាប៉ុន្តែយើងអាចប្រើបានឲ្យសម្រេចអរិយមគ្គបានអរិយមគ្គហ្នឹងនាំបរមសុខហ្នឹងមកឲ្យអ្នកដែលបានអរិយមគ្គហ្នឹងបានបរមសុខដ៏ទៀងទាត់ហ្នឹងទៅបានអញ្ចឹងសេចក្តីសុខយើងក្នុងបុណ្យកុសលនេះយើងអាចប្រើបានហ្នឹងហើយហើយក៏ប្រើតាកតួងនឹងរូបកាយបញ្ញខណ្ឌហ្នឹងពិតមែនទៅថាជាតិកំណើតកើតមកហើយហ្នឹងវាជាទុក្ខប៉ុន្តែយើងអាចប្រើសេចក្តីទុក្ខហ្នឹងបានចាត់ទុកថាជាចំណាប់ខ្មាំងណាហ្នឹងហើយជាចំណាប់ខ្មាំងបានន័យថាបញ្ញខណ្ឌហ្នឹងជាខ្មាំងជាឃាតករជាពេជ្ជឃាតជាអ្នកសម្លាប់ណាសត្វលោកតែងស្លាប់ណាព្រោះអាស្រ័យរូបវេទនាសញ្ញាសង្ខារវិញ្ញាណហ្នឹងឯងសត្វណាតែងស្លាប់ត្រូវគេសម្លាប់គឺមកពីបញ្ញខណ្ឌហ្នឹងទាំងអស់ហ្នឹងព្រះអង្គប្រទានចំពោះព្រះរាធៈហ្នឹងឯងតាកតួងទៅនឹងបញ្ហាដែលព្រះរាធៈទូលសួរព្រះអង្គពីពាក្យថាមេហ្នឹងហ្នឹងឯងព្រះអង្គប្រកាសរូបវេទនាសញ្ញាសង្ខារវិញ្ញាណហ្នឹងជាមេហ្នឹងអ្នកសម្លាប់ហ្នឹងក្នុងបេដកលេខ34ហ្នឹងឯងមើលក្នុងរាធៈសង្យុត្តហ្នឹងឯងមេរវៈអីហ្នឹងហ្នឹងគឺជាអ្នកសម្លាប់ប៉ុន្តែដល់យើងមានវិបស្សនាយើងចាប់ចំណាប់ខ្មាំងនឹងបានយើងដឹងថាបញ្ញខណ្ឌជាអ្នកសម្លាប់ចាប់បានយើងប្រើហ្នឹងយើងប្រើបញ្ញខណ្ឌហ្នឹងឯងចឹងប្រើដោយអត់មានរំអួយអត់មានទម្រុនដូចថាហត់នឿយអីណាស់វាដូចជាថាខ្លួនយើងណាយើងតែងតែដូចថាតម្រុនអ៊ូរតំហត់នឿយអីចឹងទៅចង់សនុកចង់សុខចង់ស្រួលអីដោយសារយើងប្រកាន់ខ្លួនយើងបានសនុកបានសុខបានស្រួលអីចឹងណាហ្នឹងវានៅក្នុងអត្តានុទិដ្ឋិប្រកាន់អត្តភាពជាខ្លួនយើងតែដល់ទៅវិបស្សនាកំណត់បញ្ញខណ្ឌមិនមែនជាខ្លួនយើងមិនទៀងជាទុក្ខមិនមែនជាអត្តាប៉ុន្តែយើងអាចប្រើបានប្រើអត្តភាពហ្នឹងណាប្រើណាប្រើណីហ្នឹងឯងប្រើដូចគុណចាស់ប្រើគង់នៅក្នុងពភ្នោះហ្នឹងប្រើហើយហ្នឹងប្រើឲ្យបួសប្រើអត្តភាពហ្នឹងបើអត់មានអត្តភាពហ្នឹងកើតមកជាមនុស្សទេប្រើមិនបានហើយបើអត់បានប្រើទេក៏អត់មានព្រមចរិយធម៌អត់មានបរិញ្ញាក៏អត់មានអរិយមគ្គអត់មានសម្បត្តិព្រះនិព្វានសម្បត្តិព្រះនិព្វានហ្នឹងជាសម្បត្តិរបស់អ្នកដែលមានសេចក្តីទុក្ខមានសេចក្តីទុក្ខក្នុងវត្តដាក់មកដល់តែបានអរិយមគ្គទៅបានជាអ្នកបានសម្បត្តិព្រះនិព្វាន
ហ្នឹងហើយរួចផុតចាកទុក្ខគឺតលតែអ្នកមានទុក្ខមកបានសម្បត្តិព្រះនិព្វានអ្នកមានទុក្ខហ្នឹងមានខណ្ឌហ្នឹងហើយដែលសន្មត់មួយអង្គម្នាក់សត្វលោកហ្នឹងណាហ្នឹងហើយដល់តែមានអរិយមគ្គទៅបានបញ្ញត្តិសត្វលោកហ្នឹងបុគ្គលហ្នឹងជាព្រះអរិយបុគ្គលទៅជាអ្នកបានសម្បត្តិព្រះនិព្វាននិព្វានអដ្ឋៈជាផលរបស់មគ្គហ្នឹងហើយការមិនកើតឡើងនៃកិលេសវត្តៈកម្មវត្តៈវិបាកវត្តៈដោយមគ្គហ្នឹងហើយមានមគ្គតើមានបរិញ្ញាញាតបរិញ្ញាតេរណបរិញ្ញាបហានបរិញ្ញាហើយមានបរិញ្ញាតើតែមានទុក្ខជាអារម្មណ៍ព្រោះបរិញ្ញាហ្នឹងគឺជាចំណេះចេះដឹងកំណត់ដឹងនៅទុក្ខតើមានអត្តភាពប៉ុន្តែតើមនុស្សយើងដេកសន្ធិកុសលវិបាកមានបញ្ញាមកទៀតទៅអាចយើងចូលរៀនសាលាថ្នាក់បរិញ្ញានឹងបានកំណត់ដឹងនៅទុក្ខហ្នឹងអញ្ចឹងសេចក្តីទុក្ខហ្នឹងមិនមែនសម្រាប់ឲ្យយើងតោមនោះបទុះតោះអីទៅទេសម្រាប់សិក្សាយើងជាមនុស្សសិក្សាសេចក្តីទុក្ខហ្នឹងហើយដែលឈ្មោះថាយើងប្រើសេចក្តីទុក្ខហ្នឹងប្រើឲ្យធ្វើទានឲ្យរក្សាសិលហ្នឹងគឺប្រើសេចក្តីទុក្ខហើយអត់មានទុក្ខមានធ្វើទានរក្សាសិលចម្រើនភាវនាអីមានប្រព្រឹត្តព្រមចរិយធម៌មានគង់នៅក្នុងពុភ្នោះអីបានអញ្ចឹងគឺមិនឲ្យយើងទៅបន្ទុះទាស់ទុក្ខទោមនោះនឹងសេចក្តីទុក្ខកើតទុក្ខតាមផ្លូវចិត្តអីទៅជាមួយនឹងសេចក្តីទុក្ខនឹងទេណាគឺសេចក្តីទុក្ខកើតមានមកហើយប៉ុន្តែយើងសិក្សាពធទៅមានឧបាយនៃបញ្ញាទៅយើងប្រើសេចក្តីទុក្ខនឹងឯងឲ្យសម្រេចនៅប្រយោជន៍ហើយប្រយោជន៍ហ្នឹងរហូតដល់ទៅបរមត្ថៈប្រយោជន៍គឺព្រះនិព្វានទៀតផងដោយការប្រើសេចក្តីទុក្ខហ្នឹងហ្នឹងហើយហ្នឹងគឺតេតងទៅនឹងអានិសង្ឃរបស់បុណ្យដែលឲ្យយើងកើតមកជាមនុស្សហើយឲ្យជីវ័នចិត្តនឹងឆ្លាតដោយសារកុសលវិបាកដេកសន្ធិតេតងនឹងបុណ្យនឹងឯងចឹងឲ្យសេចក្តីសុខតាន់ពេលដែលបុណ្យនឹងប្រព្រឹត្តទៅផងបុណ្យនឹងជាកម្មបច្ច័យឲ្យមានវិបាកជាសុខផងជាឧបនិស្សយបច្ច័យឲ្យឆ្លាតចម្រើនបញ្ញាបានសម្រេចអរិយមគ្គផងអានឹងជាគុណរបស់បុណ្យណាចឹងនាំឲ្យបានត្រាស់ជាព្រះសម្មាសម្ពុទ្ធដោយអភិនិហាបុណ្យបារមីនឹងផងទេវតាទាំងអស់ប្រអិនប្រព្រំអីទាំងអស់គឺអាស្រ័យកុសលកម្មជាបច្ច័យបើមិនចឹងទេទេវតាមួយអង្គក៏អត់តែមនុស្សយើងម្នាក់ក៏អត់ដែរបើអត់មានបុណ្យជាបច្ច័យទេបើអត់មានកុសលវិបាកបដិសន្ធិទេមានសុគតិភពដែលសត្វលោកមនុស្សទេវតាអីហ្នឹងមកពីណាពីព្រោះតួបដិសន្ធិហ្នឹងឧបបត្តិភពហ្នឹងគឺអាស្រ័យកម្មភពណាហ្នឹងឯងដែលមានបណ្ណបភពឬក៏ឧបបត្តិភពនោះវាអាស្រ័យកម្មហើយដល់មនុស្សយើងវាអាស្រ័យកុសលកម្មជាបច្ច័យតួបដិសន្ធិហ្នឹងគឺកុសលវិបាកណាចិត្តទៅមានកុសលអកុសលវិបាកកិរិយាវាមាន4ជាតិហ្នឹងហើយតួបដិសន្ធិគឺវិបាកជាផលរបស់កម្មវិបាកហ្នឹងផលដ៏ឆ្អិនរបស់កម្មតួវិបាកមកកណៈហ្នឹងត្រូវតែមានកម្មជាបច្ច័យហើយវិបាកបដិសន្ធិមនុស្សយើងត្រូវតែមានបុណ្យជាបច្ច័យដាច់ខាតចឹងហ្មងអត់មានបុណ្យជាបច្ច័យអត់មានបដិសន្ធិជាមនុស្សឯម្នាក់ក៏អត់មានដែរហ្នឹងហើយអានោះឲ្យយើងឃើញអានុភាពរបស់បុណ្យណាពុទ្ធមេត្តាពុទ្ធបិតាអាស្រ័យបុណ្យណាអានឹងបុណ្យឲ្យកើតមកជាមនុស្សហើយឧបនិស្ស័យឲ្យបានជាពុទ្ធមេត្តាពុទ្ធបិតានន្ស័យសារពេចពុទ្ធញាតអរិយសាវកអរិយសាវិកាអីព្រះអរិយបុគ្គលទាំងអស់តេតួងនឹងបុណ្យឲ្យបដិសន្ធិក្នុងសុគតិភពហើយជាឧបនិស្សយបច្ច័យឲ្យបានជាព្រះអរិយបុគ្គលទៀតហ្នឹងឯងអានុភាពបុណ្យនឹងគឺក្រៃលែងមែនទេណាប៉ុន្តែមិនមែននោះយើងសិតតែបានស្គាល់បុណ្យនឹងទេចឹងហើយនឹងនិយាយពីអ្នកកាន់ពុទ្ធសាសនាហ្នឹងឯងមានកម្រិតនៃការស្គាល់បុណ្យនឹងមានតិចមានច្រើនចឹងទៅហើយដល់ទៅអត់កាន់ពុទ្ធសាសនាទៀត
miền ca vừa cầm nát menu sạch lô ấy từng ở nâng bên nơi lơ ca sang pi tê và đa và anh và prom pre thì tê pre chiêm cha ấy chỉ nè sang lô nâng tê ắt ban triệp đằng pi bà đệ sân thị rồi bỏ sạch lô tổng o ao từ miền chi vì tân trí á miền bà đệ sân thị sài cam chia bà chảy cam một ná vật tệ lô cao cam một ná vật tệ bà chi á đặt lô nó bị chọp tại đó cam nâng chia bà cháy bán miền bà đệ sân thị to phúc chiết cầm nợ nâng cứ bột bò sạch dưỡng nó miền sầm nang miền tên đó để bán cạt mau không bà tên là xóm cua chẳng bàn tự tu bột sạch na đằng máu bàn dân miền sầm ma tự thể vua trơi không đầm nai chỉ vết tam thì cái đây pet chẳng không co sang đời sẽ là sầm rạp và sang sắc xa nữa nghe bàn truột truông và trai bay đọ tới tục ở côn trao to từ tiệt nâng anh bàn tự tu và trai bay đọ nâng tới miền và trai sờ nạ cúm hay miền cam masikata sự thiết cam masikata panya ấy để con trai ban đời xa ấy ban đời xa bút bò sạp dương bạch chế bọn này anh để thay ra xa trai bay đọ nó bình chun bình tỏ từ chân dương sở bài chặt tần à để dương ban thôi vì giao đỏ thôm ôi con trai còn để khai dương nông gốc cao nè dương mới một năm cao màn nè đọc cho năm rồi cho năm một con cho năm tổng o nâng ban từ tu phao bị bút bò đời sạp dương bạch chế bọn nâng nè dương sụp bay chất châu rùm nông ca bằng to à dụ này Phật Sa Sana cái ca nghe nông Phật Sa Sana miền dương mà on đây mà nẹ đây bằng to châu rùm á mịch mà dương rùi thì mình nuôi nâng tới cam tê và lô ấy có dương được thà dương ban châu rùm giang sợ cam nâng ngày ba sọ ba gì ca có tùm lúc mà rong phải chay buồn và xong đôi đàm khơ mòm thông đông bằng tay có trời là sài tực cái đó phải chay buồn nó đôi tực sao chăng à bàn đàm chơi nâng ruột tới bàn ấy bàn chỉ mà lúc rạp con trai to tới nâng này nâng cứ làm xa bột bào sạp chương ấy cả ọp rung chùm ra bạch nha ấy dân bàn ta tua dọc và thua mà bạc đi bát dân bàn thì cái đây sọc ngọt tam phơi chất nè ngày đây sọc ngọt nó sầm khăn trong chi vật để dân ruột nữ nữa nè ngày về miền lục hệ tôi xạ mồ hạ nó để phơi chặt nó ai nhọp nhua đôi chia rồi lụa tức chẳng tay tới cho nè ngày arom á arom đôi cho tịch cho khăn ấy nó chẳng tới phơi ai rồi lụa chặt dường nâng lục hệ tôi xạ mô hạ tịch thể miền nè nâng về cầm ra nhọp nhua tới về ọt ngọp nâng ảnh dân sài bà thua nâng để rẽ xa chặt nâng ảnh ao chì ca rẽ xa đó là o nâng ảnh dân đời sắc xa đôi thờ chùm nạch mà giang dân đôi thờ cả tục sọc chặt mùa mai nòng chặt ấy nó đời dân chờ cất thà nè ở tây thôi ấy mình cua cả bay đại dương á nâng này nâng dân thì cả khăn khao rư cò đời thà cả thằng thạ và địch kia nòng chặt ấy nâng trắng á đó nâng này tài miền thì mùi bong ôn con trai mùi nè ní nè nu ấy nâng đời cha ca để ruột nơi chỉ mùi khnia nè ngày côn nó rập mà thế côn đâu nè ngày nơi chỉ mùi khnia tới có miền côn đời khnia chẳng thể té miền riêng ở thằng on chặt ấy coi miền chẳng thể bây giờ ngủ xa nó có lực hơi côn đời khnia tới miền ấy thế nè ngày dân nực lực hơi côn tới miền cả oi ập hay lực khoa ấy cầm cuồng ấy tịch tôi ấy dạng mấy dân oi ập hay từ
ឲ្យអភ័យដល់អ្នកដទៃហ្នឹងគឺមិនខំខាំងខ្លួនយើងទុកនៅក្នុងទ្រង់ភ្លើងគឺការចងកម្មពីវរាអីហ្នឹងណាហ្នឹងហើយការឲ្យអភ័យអ្នកដែលទទួលបានមុនគេគឺខ្លួនយើងអ្នកឲ្យហ្នឹងឯងឲ្យការមិនមានភ័យដល់អ្នកដទៃហ្នឹងគឺយើងមិនប្រកាន់ចងពីវរាមិនប្រកាន់ក្រោតចងសេចក្តីក្រោតអីហ្នឹងគឺយើងរំសាយចេញអំពីចិត្តសន្តានរបស់យើងបានចឹងហើយចម្រើនបញ្ញាឡើងទៀតរហូតដល់យើងរលឹកបានថាអាការថ្នាក់ខ្លួនយើងឯណាមួយអង្គម្នាក់ឯណាអត់មែនអ្នកដតីធ្វើឲ្យទេមានតែអារម្មណ៍មនបច្ច័យតែប៉ុណ្្នឹងទេដែលយើងនិយាយខ្លួនយើងរឿងអ្នកដតីធម្មជាតិមេឃដីនរណាណីអីទាំងអស់ហ្នឹងគឺគ្មានអ្វីក្រៅពីអារម្មណ៍របស់វិញ្ញាណទេតែប៉ុណ្្នឹងទេដែលវិញ្ញាណហ្នឹងបានដឹងនៅអារម្មណ៍ហ្នឹងយើងគ្រាន់តែនិយាយសន្មត់នៅនេះនៅនោះអីចឹងណាហ្នឹងឯងប៉ុន្តែដោយបរមត្តនៅក្នុងរូបារម្មណ៍សត្យារម្មណ៍គុណធារម្មណ៍រសារម្មណ៍ផតពារម្មណ៍ធម្មារម្មណ៍ហ្នឹងសញ្ញតោលោកាំងអត់មានមនុស្សសត្វបុគ្គលណាទាំងអស់អត់មានដូចថាក្នុងព្រៃរហោឋានណារហោស្ថានគឺថាកន្លែងស្ងាត់ណារហោហ្នឹងហ្នឹងឯងវាស្ងាត់ហ្នឹងឯងបើអាវិហ្នឹងបានវាអ៊ូអហ្នឹងឯងក្នុងទីចំពោះមុខអីហ្នឹងចឹងទៅហ្នឹងឯងរហោវាស្ងាត់អត់មានមនុស្សណាម្នាក់ចឹងណាប្រៀបដូចថាយើងនៅក្នុងព្រៃវាលអត់មានមនុស្សចឹងណាហ្នឹងហើយយ៉ាងណាមិញក្នុងរូបារម្មណ៍ហ្នឹងវាអត់មាននរណាទេជានិមិត្តរបស់មហាភូតរូប4វណ្ណៈរូបហ្នឹងណាអត់មានមហាភូតរូប4អីទេដែលមកប៉ះនឹងភ្នែកហ្នឹងរូប28រូបមហាភូតរូប4ឧបាទេយរូបហ្នឹងណារូបដែលមកប៉ះនឹងភ្នែកហ្នឹងគឺរូបារម្មណ៍ហើយអត់មានមហាភូតរូបទេអត់មានស្រីអត់មានប្រុសអីទេអត់មានចិត្តចេតសិកអីទេមកប៉ះនឹងភ្នែកអត់មានបេះដូងអីទេមានតែរូបារម្មណ៍ចឹងហើយមើលក្នុងរូបារម្មណ៍ហ្នឹងមានមនុស្សណាសត្វទេរម្មណ៍ក៏ដូចគ្នាសំលេងដែលមកប៉ះនឹងតិចហ្នឹងឲ្យតែសតិរលឹកបានរូប27ទៀតអត់មានទេមកប៉ះនឹងតិចហ្នឹងហើយមានតែសំលេងហើយចិត្តចេតសិកមានឯណានៅក្នុងសំលេងហ្នឹងណាអត់មានទេមានតែសំលេងមួយឯងមកប៉ះនឹងតិចហ្នឹងអញ្ចឹងតើសំលេងហ្នឹងជាមនុស្សជាសត្វអីទៅកើតអត់ទេស្ងាត់សញ្ញតោលោកាំងអវេខាសោព្រះអង្គឲ្យពិចារណាឃើញនៅលោកថាសូន្យហ្នឹងណាក្លិនក៏ដូចគ្នារសផតពៈធម្មារម្មណ៍អត់មានមនុស្សសត្វបុគ្គលណាម្នាក់អញ្ចឹងមាននរណាមកធ្វើឲ្យយើងថ្នាក់អអន់ចិត្តហ្នឹងមកវាអត់មានណាក្នុងអារម្មណ៍ហ្នឹងវាអត់មានណាវាមានតែអកុសលវិបាកឃើញរូបមិនល្អឬសំឡេងមិនល្អធំក្លិនដឹងរសដឹងផតពៈមិនល្អហើយនឹងមโนទ្វារវិថីចិត្តនេះជាវណ្ណចិត្តក្នុងមโนទ្វារហ្នឹងគិតរឿងដែលចិត្តខ្លួនឯងគិតហ្នឹងណារឿងអីហ្នឹងគឺជារឿងរបស់ចិត្តគិតទេឲ្យតែជារឿងគឺក្នុងចិត្តគិតទាំងអស់បញ្ញត្តិហ្នឹងឯងគឺចិត្តបរមត្តចិត្តហ្នឹងជាបរមត្តប៉ុន្តែគិតរឿងហ្នឹងឯងរឿងអត់មានការកើតមកបើអត់មានការកើតមកវាមាននៅក្នុងโลกហ្នឹងឯណាវាមានតែរូបសម្លេងក្លិនរសផតពៈធម្មារម្មណ៍ដែលជាអារម្មណ៍របស់វិញ្ញាណកាលណាបើយើងរលឹកបានអញ្ចឹងទៅគឺយើងទៅប្រកាន់ណាបើអត់មានណាធ្វើអីយើងផងហ្នឹងថ្នាក់ហ្នឹងដោយជីវ័ននៃចិត្តដោយអំណាចនៃការសំដនាមកវាមានបដិខានុស័យកើតឡើងអញ្ចឹងទៅដល់តែយើងរលឹកបានថាវាអត់មានណាធ្វើអីយើងទេអញ្ចឹងទៅវាធ្វើឲ្យរសាយនៅអាការថ្នាក់ហ្នឹងណាបដិខានុស័យវានៅមានវាឲ្យថ្នាក់កើតឡើងប៉ុន្តែវាកើតនៅពេលដែលយើងរលឹកបានមួយយ៉ាងរលឹកដល់អកុសលវិបាក
ការឃើញរូបលឺសម្លេងធំក្លិនដឹងរត់នឹងផាត់ពៈបញ្ញវិញ្ញាណអកុសលវិបាកអាស្រ័យអកុសលកម្មខ្លួនយើងនឹងជាបច្ច័យដែលនិយាយខ្លួនយើងបញ្ញត្តិវាមិនមែនអកុសលកម្មអ្នកដតីធ្វើហើយយើងអ្នកទទួលអកុសលវិបាកវាអត់ដែលមានចឹងទេអាហ្នឹងវាខុសច្បាប់បដិច្ចសមុប្បាទធម៌ហើយវានៅលើការសន្សំក្នុងសន្តានមកចិត្តហ្នឹងវាសន្សំអកុសលកម្មមកអកុសលកម្មជាបច្ច័យឲ្យមានចក្ខុវិញ្ញាណឃើញរូបមិនល្អសោតវិញ្ញាណឮសំឡេងមិនល្អអកុសលវិបាកអញ្ចឹងណាបានមโนទ្វេរវិធ័យចិត្តដឹងរឿងគិតរឿងទៅមួម៉ៅថ្នាំងថ្នាក់បដិខៈទៅដល់ទៅសតិមករលឹកដឹងទៅថាអកុសលវិបាកហ្នឹងវាអត់មានអ្នកណាធ្វើឲ្យទេអ្នកណាបើវាអត់មានអ្នកនឹងផងហ្នឹងក្នុងរូបារម្មណ៍ស្ងាត់ឈឹងមាននរណាមកធ្វើអីយើងក្នុងសំឡេងអត់មាននរណាអីទាំងអស់នោះសត្វទេវតាប្រអិនប្រព្រំណាក៏អត់ដែរនិមិត្តរបស់មហាភូតរូបដីទឹកភ្លើងខ្យល់បានមានវណ្ណៈនេះប៉ះនឹងភ្នែកដីទឹកភ្លើងខ្យល់បានមានសំឡេងប៉ះទៅជាមានមនុស្សមានសត្វណាក្នុងលោកនោះវាអត់មានអ្នកណាទេមានតែចិត្តគិតថាអ្នកនេះអ្នកនោះធ្វើអីមិនគួរក៏បីដាក់យើងហ្នឹងដល់ទៅមានសតិរលឹកអកុសលវិបាកហ្នឹងមួយយ៉ាងហើយនឹងអារម្មណ៍នឹងសញ្ញតោលោកកាំងអារម្មណ៍នឹងលោកក្នុងអរិយវិន័យលោកក្នុងអរិយវិន័យហ្នឹងគឺរូបារម្មណ៍សត្យារម្មណ៍គុណធារម្មណ៍រសារម្មណ៍ផដ្ឋពារម្មណ៍និងធម្មរម្មណ៍អារម្មណ៍6នេះហៅថាលោកក្នុងអរិយវិន័យដល់ទៅឃើញលោកនឹងឯងសូន្យវាអត់មាននរណាអីមកធ្វើអីយើងទាំងអស់នឹងឯងដែលអប់រំរឿយរលឹករឿយចម្រើនរឿយទៅមានសេចក្តីសុខស្ងប់ក្នុងជីវិតហ្នឹងហើយចម្រើនរឿយទៅដល់បានអរិយមគ្គបានលះកាត់អនុស័យនឹងបានហ្នឹងហើយខ្ញុំណារៀបរាប់ខ្លឹមសារនៃពធប៉ុណ្ណឹងហ្នឹងហើយបានហ្នឹងហើយសងពេលរៀបចំមីក្រូអីហ្នឹងរួចហើយហ្នឹងហើយបានជាង1ម៉ោងហ្នឹងហើយម៉ោង8:20រៀបរាប់ដីពធមកឥឡូវ9:25ហ្នឹងហើយទុកឲ្យបង្និតអានចូលរួមចាប់អារម្មណ៍ដីនៃពធហើយនឹងអានប្រាក់បុជាពធអីបានពុទ្ធបរិស័ទទីទឹកជីចិត្តទីឆ្ងាយបានធ្វើបន់ជាមួយនឹងលោកម្ចាស់ដើម្បីថែរក្សាត្រួតត្រងពុទ្ធសាសនាតទៅសូមអនុមោទនា